ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាគ្រាន់តែបើកក្បាលវីដេអូមកក៏ដឹងថាថតកាមេរ៉ាស៊ីនដែរអ្នកខ្លាចអ្នកទាំងអស់គ្នាជួបខ្ញុំនៅក្រៅខ្លាចមើលខ្ញុំអត់ស្គាល់ហ្នឹងណាអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំបានបបួលមិត្តភ័ក្តិរបស់ខ្ញុំបានបបួលគ្នាទៅដើរលេងនៅភ្នំម្ដងចាគឺថាខានទៅដើរលេងនៅភ្នំម្ដងយូរគឺថាទេសភាពពិតជាប្លែកភ្នែកខ្លាំងមែនទែនអ្នកទាំងអស់គ្នាជាពិសេសទេសភាពកន្លែងមាត់ស្រះហ្នឹងអ្នកទាំងអស់គ្នាគឺថាស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយផ្លូវឥឡូវគេធ្វើស្អាតឥឡូវឡើងស្អាតហើយផ្លូវទលាយជាងមុនឥឡូវពួកខ្ញុំទាំងពីរនាក់បានមកដល់កន្លែងគេលក់អីញ៉ាំហើយអ្នកទាំងអស់គ្នាខ្ញុំពីរនាក់ទិញតែខ្មុំអាំងមកភ័ក្រខ្ញុំទិញខ្មុំអាំងយកទៅញ៉ាំពួកអីត្រូវចូលទៅលេងផ្ទះពូមិញនៅភ្នំម្ដងថ្ងៃហ្នឹងអត់សូវមានមនុស្សច្រើនទេដោយសារតែថ្ងៃសៅរ៍ពួកខ្ញុំទៅថ្ងៃសៅរ៍ពេលថ្ងៃអញ្ចឹងទៅតតែថ្ងៃអាទិត្យបានសម្បូរភ្ញៀវទេសចរគេទៅលេងហើយនេះពួកខ្ញុំទាំងពីរនាក់បានមកដល់ចំការរបស់ពូមិញចំការស្រះទឹកគាត់នៅម្ដុំនៅភូមិតាពាំងស្លែងចាមក3នាក់កូនកន្លោះគាត់ឃើញទេសភាពស្អាតក៏ថតពីបេប៉ុសអីអញ្ចឹងទៅឲ្យថតទេសភាពតិចតួចទុកមើលនិយាយទៅអត់មានកម្រងថាថតវីដេអូដោយសារតែថតទេសភាពអីនឹងថតទុកឲ្យម៉ាក់មើលប៉ុន្តែម៉ាក់គាត់ខានមកលេងយូរដែរអញ្ចឹងក៏លោកម៉ាក់គាត់នឹកជាការពូអីអញ្ចឹងខ្ញុំក៏ថតទេសភាពទុកឲ្យម៉ាក់មើលបន្តិចទៅនេះអូនកូនពូម្ចាស់ចំការតូចអ្នកនាំផ្លូវឡើងហួសផ្លូវឲ្យអ្នកនរគ្នាជិះឡើងហួសផ្លូវដោយសារតែខ្ញុំធ្លាប់មកកុំអីឲ្យអូនទូច3ខួបជូនមករហច្ការមិនឃើញខានមកលេងចំការពូយូពូគាត់ធ្វើផ្ទះច្រើនជាងមុននៅចំការគាត់ហ្នឹងឈ្មោះថាចំការស្រះទឹកពួកអីស្រះទឹកមិញធំណាគាត់ដាក់ទឹកគីឡូអីគេអញ្ចឹងទៅបានគាត់ជីកស្រះធំហើយគាត់រៀបចំធ្វើគាត់ចូលចិត្តលក្ខណៈបែបធម្មជាតិអញ្ចឹងទៅគាត់ដាំដើមឈើធ្វើផ្ទះឈើអីអញ្ចឹងទៅអ្នកនរគ្នាគាត់ស្រឡាញ់បែបធម្មជាតិអញ្ចឹងបន្ទាប់ពីគយគុណទេសភាពហើយឥឡូវពួកខ្ញុំបានត្រឡប់ទៅវិញអ្នកនរគ្នាទៅផ្ទះពូវិញព្រោះដល់ម៉ោងឃ្លានបាយហើយនេះកូនស្រីពៅគាត់ឈ្មោះមរកតឃើញមីអូនជួញចាំអញ្ចឹងមិនមែនគាត់អត់រស់រាយណាកូននឹងរស់រាយណាដូចប៉ាម៉ាក់គាត់អញ្ចឹងតែគ្រាន់តែគាត់ទៅខកពីគេញ៉ទៅភ្ញាក់ពីគេហើយណាមួយត្រូវចាំងថ្ងៃទៀតសំបីតែយើងមនុស្សធំក៏ចាំងភ្នែកដែរកូនគាត់រៀងទូចស៊ូពូថ្ងៃនេះហេងមែនតែនមកលេងតែពូមិញបានពូមិញគាត់ទិញបកងធ្វើម្ហូបហើយនេះកូនគាត់កូនទី2ហើយនិងកូនបងឈ្មោះរស្មីកូនទី2ឈ្មោះប្រសិទ្ធនេះអូនប្រសិទ្ធគ្រាន់តែញ៉ាំបាយហើយគឺថាដូចពុលបាយហ្មងគឺថាដាក់ភ្លាមលក់ភ្លឹងហ្មងកេងក្អកតែសារគាត់ផ្ដាសាយនៅដល់គ្នាគាត់តែខ្ញុំនិយាយដើមមើលថាកូនកន្លោះអីគេញ៉ាំគ្រាប់ហ្នឹងដល់ពេលហើយក៏ភ្ញាក់មកត្មងញ៉ាំបាយហើយឥឡូវដល់ម៉ោងពួកខ្ញុំឡើងភ្នំហើយចាកុំឲ្យគេថាមកលេងភ្នំបានឡើងភ្នំខានឡើងភ្នំយូរដល់ពេលយូរមកឡើងម្ដងចឹងទៅនាំគ្នាហត់ឡើងចំហមាត់ឥឡូវពួកខ្ញុំបានឡើងម្ដងកំពូលភ្នំហើយចាហើយក៏ទិញផ្កាឈូកទិញធូបដើម្បីអុជធូបនិយាយបានមកអញ្ចឹងក៏អុជធូបឲ្យថតរូបពីបេប៉ុសអីអញ្ចឹងទៅអុជធូបសាពះព្រះហើយឥឡូវពួកខ្ញុំបានមកគយគុណទេសភាពតិចតួចជុំវិញហ្នឹងទៅហើយថតវីដេអូបន្តិចតួចឃើញពួកខ្ញុំបិទម៉ាស់អញ្ចឹងដោយសារតែថ្ងៃក្តៅពេកមុខមើលមិនចូលទេចាអញ្ចឹងទៅក៏បិទម៉ាស់ជាស្រ័យអ្នកទាំងអស់គ្នាផងចំណុចតិចទៀតខ្ញុំដាក់រូបឲ្យអ្នកទាំងអស់គ្នាមើលរូបដែរវីដេអូដែលខ្ញុំអត់បានពាក់ម៉ាស់អ្នកទាំងអស់គ្នានេះមុខដែលខ្ញុំថតកាមេរ៉ាស៊ីនអ្នកទាំងអស់គ្នាថតវីដេអូកាមេរ៉ាស៊ីនហើយពេកដូចជាបិទម៉ាស់ផងបាំងឆាត់ផងតែនៅតែក្តៅដោយសារតែមេឃក្តៅថ្ងៃនោះទៅមេឃក្តៅខ្លាំងមែនតើហើយក៏ថតទេសភាពទុកជាអនុស្សាវរីយ៍ថតទុកមើល
ខ្ញុំមានហូបថត3អ្នកដែរតែ3អ្នករស្មីសុភ័ណ្ឌហើយនឹងខ្ញុំតែគ្រាន់តែខ្ញុំមិននឹងសុភ័ណ្ឌបិទម៉ាស់អញ្ចឹងទៅអត់ហ៊ានថតដាក់បង្ហាញជាមួយកូនក្មេងយើងបិទម៉ាស់អញ្ចឹងទៅគេយល់ច្រឡំឥឡូវពួកខ្ញុំបានចុះទៅវិញអ្នកនរគ្នាអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយ